ខ្មែរស្រុកខ្មែរយើងគាត់កូនយើងចេះលេងហ្គេមលេងកុំព្យូទ័រលេង iPhone វ៉ាវមើលកូនខ្ញុំនេះវាបកកែវាចុចគ្រប់មុខហើយពេលខ្ញុំអត់នៅវាមើលនេះមើលនោះស្អីខ្លះទេប៉ុន្តែដល់ពេលអាយុមិនតាន់11ឆ្នាំអើយមិនចឹងកូនហ្នឹងមើលកូនឯងគ្រាន់តែឃើញនារីអោនមុខអត់ហ៊ានដើរចឹងកូនពុំមើលរឿងយូរទៅវាបែកឆ្វេងតែជារឿងឈួតគ្រាន់តែឃើញនារីគឺភ័យដែរគ្រាន់នារីឃើញបរោះខ្លាចដែរវាទៅជាបំផ្លាញ psychic របស់យើងដោយសារយើងមើលខុសវ័យស្រីខុសប្រុសខុសមៀតមិនត្រូវចំពោះមនុស្សធម្មជាតិដែលលើលោកគេរស់សាមញ្ញរបស់ដែលគេបង្កើតកំសាន្តអារម្មណ៍ចំពោះណាខ្ញុំអត់មានការងារធ្វើទៅមើលអារបស់អត់បានការដែលមួយគេមិនចង់ប្រាថ្នាបានព្រោះខូចអនាគតគេប៉ុន្តែមិនថាក្នុងសាលាមិនថានៅផ្ទះមិនថាកន្លែងណាទេមួយណាក៏មាន iPhone មួយណាក៏មាន Wi-Fi មួយណាក៏ចាក់មកសេរីហើយគ្មានអ្នកទ្រឹស្ដីណាមកប្រាប់មកកែមកណែនាំមកបញ្យល់ទេសូម្បីតែទូរស័ព្ទប្រើមកសេរីក្នុងសាលាទៀតកន្លែងនេះហើយវាសេរីភាពច្រើនពេកដែលធ្វើឲ្យក្មួយនេះខូចអនាគតដើរផ្លូវខុសមើលរបស់ខុសហើយយល់អ្វីខុសដែលក្មួយម៉ៃខុសពីស្តង់ដារប៉ុន្តែមិនទាន់ខុសប្រាថ្នាទេបើក្មួយចាប់ដើមឡើងវិញអានកសែតមើលទស្សនាវដ្តី New York Times LA Times Time Magazine Newsweek New Yorker Forbes ទាំងអស់ហ្នឹងច្រើនទៀតហើយក្មួយមើលទៅមើលដំបងកញ្ញាញ់ខួរអត់យល់ទេប៉ុន្តែក្មួយភ្លេចខ្លួនហើយបើកតំពរដូចបើកសបកជែកអញ្ចឹងវាស្រួលវាងាយហើយយូរទៅគាត់តែគេនិយាយពីប្រទេសណាក្មួយដាក់ភពចំផែនទីហ្នឹងហ្មងហើយយល់សាច់រឿងទាំងអស់អញ្ចឹងពិភពលោកនៅបាតដៃយើងបើពិភពលោកនៅបាតដៃយើងព័ត៌មាននៅបាតដៃយើងហើយខួរយើងអាចប្រែវាប្រើវាហើយនឹងបំបែវាតាមគោលបំណងចិត្តរបស់យើងអ្នកប្រាជ្ញអ្នកចេះដឹងអ្នកមានចំណេះអ្នកពូកែអ្នករស់ស៊ីជោគជ័យបើសិនគេគ្មានចំណេះអស្ចារ្យហ្នឹងទេគេអត់ទៅរួចទេព្រោះរស់ស៊ីជោគជ័យគេត្រូវការដឹងស្ថានភាពសង្គ្រាមជុំវិញស្ថានភាពប្រេងស្ថានភាពសេដ្ឋកិច្ចស្ថានភាពហានិភ័យស្ថានភាពនយោបាយប្រទេសណាប៉ះប្រទេសណាគួរຕົកលុយសិនប្រទេសណាប៉ះប្រទេសណាគួរចាយទៅហើយរឿងស្អីប៉ះរឿងស្អីតម្រៃឬក៏យៈបែកគ្នាឬក៏កូនកពេកកពុកគេយើងដឹងដូច្នេះហើយគេចង់ឲ្យក្មួយទាំងអស់ហ្នឹងចាប់ពីថ្ងៃទៅរៀនអានឲ្យច្រើនអានរឿងស្អីក៏អានទៅណាទាំងអស់ហ្នឹងហើយធ្វើឲ្យយើងស្មាតនៅក្នុងសង្គមនៅក្នុង reality ហើយមិន introvert ហ្នឹងមានថាភ័យខ្លាចហើយតែឯងមនុស្សគេមិនចង់ឲ្យ introvert ពេកទេគេចង់ឲ្យយើង extrovert គេឲ្យយើងចេះចេញបន្តិចបាទឲ្យចេះតំណែងឲ្យចេះនេះចេះនោះចឹងទៅ